សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះជាមួយនាងខ្ញុំសុជាតាបាទសួស្តីសុជាតានិងសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាផងដែរខ្ញុំសារឿនរីករាយណាស់ដែលបានត្រឡប់មកជួបអ្នកទាំងអស់គ្នាជាមួយប្រធានបទដ៏ជក់ចិត្តមួយបងសារឿនបងធ្លាប់ឮពាក្យថាជញ្ជាំងមានត្រចៀកទេថ្ងៃនេះយើងនឹងលើកយកជីវិតប្តីប្រពន្ធដែលរស់នៅក្រោមដំបូលផ្ទះជាមួយចាទុំពិសេសគឺម្ដាយដែលធ្វើឲ្យពួកគាត់មិនហ៊ានសំបីតែឆ្លោះគ្នាខាងអូរឿងនេះវាជារឿងពិតដែលកើតឡើងក្នុងសង្គមខ្មែរយើងច្រើនណាស់សុជាតាការរស់នៅជុំគ្រួសារធំវាមានកោះក្ដៅមែនប៉ុន្តែរឿងឯកជនភាពហាក់ដូចជាមានកម្រិតបន្តិចពិតមែនហើយបងសាកស្រមៃមើលប្តីប្រពន្ធខ្លះពេលខឹងគ្នាចង់ផ្ទុះកំហឹងខ្លាំងៗឬចង់និយាយរឿងសម្ងាត់ផ្អែមល្ហែមអីស្រាប់តែនឹកឃើញថាអូយម៉ៃនៅបន្ទប់ក្បែរហ្នឹងក៏ត្រូវលេបទឹកមាត់បន្ទាបសំឡេងមកវិញភ្លាមនិយាយទៅវាដូចជារឿងកំ pl ែងផងអាណិតផងជួនកាលកំពុងតែតឹងសរសៃកដាក់គ្នាស្រាប់តែលឺសូរសម្រឹបជើងម្ដាយដើរកាត់មុខបន្ទប់ស្ងាត់មាត់ឈឹងទាំងពីរនាក់ធ្វើដូចមិនមានរឿងអីកើតឡើងចឹងនឹងហើយបងជួនកាលវាធ្វើឲ្យអារម្មណ៍យើងហាក់ដូចជាត្រូវគេបង្ខំមិត្តភក្តិខ្ញុំម្នាក់ប្រាប់ថាគាត់នឹងប្តីពេលចង់ឆ្លោះគ្នាខ្លាំងត្រូវជិះម៉ូតូចេញទៅក្រៅបាត់ដើម្បីទៅរកកន្លែងឆ្លោះគ្នាឲ្យអស់ចិត្តព្រោះខ្លាចម្ដាយលឺគាត់ពិបាកចិត្តតាមនេះពង្ហែងពីការគោរពនិងកតញ្ញូម្យ៉ាងដែរណាពួកគាត់មិនចង់ឲ្យម្ដាយចាស់ទៅហើយនៅត្រូវមកដេកស្ដាប់កូនឆ្លោះគ្នានាំតែរំខានផ្លូវចិត្តគាត់ប៉ុន្តែបើនិយាយពីសម្ពាធវិញគឺវាធ្ងន់មែនទែនសម្រាប់ប្តីប្រពន្ធថ្មីថ្មោងចុះរឿងសម្ងាត់វិញបងរឿងលុយកាក់រឿងផែនការអនាគតដែលមិនទាន់ចាំឲ្យចាស់ដឹងពេលខ្លះត្រួយខ្សឹបខ្សៀវគ្នាដោយចៅលក់សេះអញ្ចឹងបើម្ដាយលឺគាត់សួរដេញដោលទៀតចប់បណ្ដោយបាទពេលខ្លះខ្សឹបចុះខ្សឹបឡើងម្ដាយសួរពីក្រៅបន្ទប់មកថាគូនឯងនិយាយអីហ្នឹងមានការអីមែនទេធ្វើឲ្យយើងស្រឡាំងកាំងរកនឹកចម្លើយសឹងមិនទាន់ជញ្ជាំងផ្ទះឈើឬផ្ទះលក់វែងសម័យឥឡូវជួនកាលវាមិនសូវការពារសម្លេងមិនបានទេនេះជាចំណុចមួយដែលប្តីប្រពន្ធត្រូវចេះយោគយល់គ្នាបើខាងស្រីចង់និយាយអីហើយខាងប្រុសប្រាប់ថាចាំទៅនិយាយនៅក្រៅខាងស្រីមិនត្រូវខឹងថាប្តីមិនអើពើនោះទេគឺត្រូវយល់ពីស្ថានភាពជញ្ជាំងមានត្រជាក់នេះឯងត្រឹមត្រូវណាស់ហើយមួយវិញទៀតការរក្សាសន្តិភាពក្នុងផ្ទះក៏ជារឿងល្អការដែលមិនបានឆ្លោះគ្នាខ្លាំងៗជួនកាលវាជួយឲ្យកំហឹងនឹងចោះថយទៅវិញដោយឯកឯងព្រោះយើងមានពេលរងាប់អារម្មណ៍មុននឹងនិយាយចេញមកបងនិយាយត្រូវវាដូចជាមានប៉ូលីសសីលធម៌នៅចាំយាមនៅក្បែរយើងអញ្ចឹងប៉ុន្តែខ្ញុំយល់ថាប្តីប្រពន្ធគួរតែមានពេលវេលាផ្ទាល់ខ្លួនខ្លះដែរដូចជាដើរលេងពីណាក់ដើម្បីបាននិយាយរឿងក្នុងចិត្តឲ្យធូរស្រាលពិតប្រាកដណាស់ការរស់នៅជាមួយចាស់ធំគឺជារឿងប្រពៃប៉ុន្តែការផ្ដល់សេរីភាពផ្លូវចិត្តឲ្យគ្នាទៅវិញទៅមកក្នុងនាមជាប្តីប្រពន្ធក៏ជារឿងមិនអាចខ្វះបានកុំឲ្យតែជញ្ជាំងមានត្រចៀកคล้ายជាជញ្ជាំងបំបីចិត្តឃ្លានេះល្អណាស់បងកុំឲ្យជញ្ជាំងคล้ายជាគ្រឿងបំបីចិត្តសង្ឃឹមថាប្រិយមិត្តដែលកំពុងស្ថិតក្នុងស្ថានភាពនេះនឹងចេះរកវិធីសាស្ត្រសម្របសម្រួលដើម្បីរក្សាសេចក្តីសុខក្នុងគ្រួសារផងនិងក្តីស្រឡាញ់ប្តីប្រពន្ធផងបាទជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់ការជជែកគ្នារបស់យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងនិងភាពរីករាយពីកម្មវិធីយើងចាសូមជម្រាបលាហើយជួបគ្នានៅវគ្គក្រោយជាមួយប្រធានបទថ្មីៗប្លែកៗទៀតសំណាងល្អគ្រប់គ្នាណា Music Fades Out